សូមជំរាបសួរទៅកាន់លោកគ្រូក៏ដូចជាសួស្តីអ្នកនរគ្នាចឹងថ្ងៃនេះយើងនឹងមកធ្វើបទបង្ហាញពីមេរៀនចំពុកទី3គឺតាក់ទងទៅនឹង Network Security Concept ចឹងយើងអាចទស្សនាទាំងអស់គ្នាបានដែលកន្លែងនេះគឺគេនិយាយតាក់ទងទៅនឹង content ដែលយើងនឹងត្រូវលើកឡើងនៅក្នុង module នេះដែលវាមាន10 content មានដូចជា current state នៃ cyber security, threat actor, malware, common network attack, IP vulnerability and threat, TCP UDP vulnerability, IPv6 network security best practice ហើយនិង cryptography អញ្ចឹងយើងអាចទស្សនាទាំងគ្នាបានយើងចាប់ផ្ដើមទៅចំណុចដំបូងទៅតែមុននឹងឈានដល់ការនិយាយតាក់ទងទៅនឹងចំណុចដំបូងហ្នឹងគឺគេបានលើកឡើងពីចំណុចមួយតាក់ទងទៅនឹង ethical hacking statement អញ្ចឹងតើអីទៅជា ethical hacking statement ethical hacking statement ហ្នឹងវាប្រៀបបានទៅជាវាបានន័យថាគឺជាការ hack ដោយការប្រើប្រាស់វិចារណញ្ញាណច្បាស់លាស់អញ្ចឹងគេចង់ប្រាប់យើងថាចានៅពេលដែលយើងបានរៀនបានដឹងពីរបៀប attack ឬក៏ពី tool មួយចំនួនដែល attacker គាត់ត្រូវបានប្រើ attack ទៅលើ network ណាមួយហើយយើងបានដឹងយើងបានចេះហើយយើងត្រូវចេះប្រើវាហ្នឹងឲ្យមានសុជីវធម៌ឲ្យបានត្រឹមត្រូវអញ្ចឹងយើងកុំយកវាទៅធ្វើអីដែលវាប៉ះពាល់ដល់អ្នកដទៃអញ្ចឹងក្នុងចំណុចហ្នឹងគេចង់ remind យើងបែបហ្នឹងឯងអញ្ចឹងធម្មតាដែលការចូលទៅយក access ចូលទៅប្រើប្រាស់ data check មើល data ចូលទៅប្រើប្រាស់ computer របស់គេហ្នឹងវាអត់ស្របច្បាប់ទេអញ្ចឹងមុននឹងយើងធ្វើយើងត្រូវឆ្លងកាត់ការគិតពិចារណាឲ្យបានត្រឹមត្រូវដើម្បីជៀសវាងកុំឲ្យប៉ះពាល់ទៅដល់អ្នកដទៃអញ្ចឹងមានតែប៉ុណ្្នឹងឯងយើងអាចចាប់ផ្ដើមបានដល់ចំណុចទី1គឺគេនិយាយតាក់ទងទៅនឹង current state នៃ cyber security អញ្ចឹងស្ថានភាពបច្ចុប្បន្ននៃ cyber security អញ្ចឹងតែបច្ចុប្បន្នហ្នឹង security វាបែបមិនខ្លះហើយអញ្ចឹងយើងដឹងហើយថាឥឡូវនេះយើងសង្កេតឃើញថាមានការattack ទៅលើប្រព័ន្ធ network និងប្រព័ន្ធ system អីផ្សេងៗជាច្រើននៅក្នុងសម័យយើងហ្នឹងអញ្ចឹងក្នុងចំណុចនេះក៏គេចង់ឲ្យយើងហ្នឹងបានស្វែងយល់ហើយក៏ស្គាល់ពីរបស់មួយចំនួនដែលយើងត្រូវដឹងត្រូវគួរជៀសវាងឬក៏អីដែលយើងគួរតែការពារដើម្បីកុំឲ្យពួក attacker ហ្នឹងគាត់មក attack របស់យើងបានដែលក្នុងនេះគេដាក់ថាវាមាន security term មួយចំនួនដែលយើងគួរតែដឹងមានដូចជាទី1 asset គឺ asset ហ្នឹងគឺសំដៅទៅលើព័ត៌មានសំខាន់ៗរបស់ក្រុមហ៊ុនរបស់បុគ្គលណាមួយអញ្ចឹងនៅពេលដែល asset ហ្នឹងអាចបាត់បង់ឬក៏វាអីចឹងទៅវាអាចបង្កជាហានិភ័យមួយបានផងដែរទី2គឺ vulnerability អញ្ចឹងអានេះគឺគេសំដៅទៅលើប្រភេទនៃប្រព័ន្ធ system ដែលវា weakness បានន័យថាផ្នែក security របស់វាហ្នឹងអត់ត្រឹមត្រូវឬក៏អត់ច្បាស់លាស់ដែលធ្វើឲ្យងាយនឹងគេយកទៅប្រើប្រាស់ឬក៏ងាយចូលទៅ hack បានទី3គឺ threat ដែលវាជាបានន័យថាគេហៅថាជា potential danger បានន័យថាវាហានិភ័យជាងគេអញ្ចឹងបើបាត់បង់អាទាំងអស់ហ្នឹងវាអាចបង្កជាហានិភ័យធំចឹងទៅវាមានដូចជាasset របស់ក្រុមហ៊ុន data ឬក៏ network function អីផ្សេងៗជាដើមទី4ហ្នឹងគឺ exploit ដែល exploit នេះដែរគឺគេសំដៅទៅលើជា method ឬក៏ជា tool មួយដែល attacker ហ្នឹងគេតែងតែប្រើប្រាស់ដើម្បីទាញយកផលប្រយោជន៍ពីពពួក weakness system អញ្ចឹងធម្មតា weakness system អត់មានអីការពារទេអញ្ចឹងអា exploit ហ្នឹងវានឹងទៅធ្វើការវាយប្រហារទៅលើពពួកទាំងអស់ហ្នឹងហើយប្រសិនបើវាជាប្រភេទ weakness system ហើយមួយទៀតគឺ mitigation ដែល mitigation នេះដែរគឺគេ mitigation នេះដែរគឺវាគេប្រើវាសម្រាប់កាត់បន្ថយឬក៏ជៀសវាងនៅការ attack អីផ្សេងៗអញ្ចឹងវាក៏ជួយយើងក្នុងការកាត់បន្ថយនៅ damage ឬក៏ដូចជា likelihood អីផ្សេងៗជាដើមអញ្ចឹងអាហ្នឹងក៏វាជួយយើងបានច្រើនដែរមួយទៀតគឺ risk ហ្នឹងបើយើងបកប្រែជាខ្មែរបានន័យថាហានិភ័យអញ្ចឹងហានិភ័យហ្នឹងគឺបែបម៉េចអញ្ចឹងហានិភ័យហ្នឹងគេចង់សម្ដៅថាអញ្ចេះវាអាចនឹងមានរបស់មួយចំនួនហ្នឹងវាជួយការពារយើងឬក៏របស់មួយចំនួនដែលសំខាន់ចឹងទៅអញ្ចឹងបើសិនបើបាត់បង់ឬក៏វាបែកបាក់ខូចខាតអីវាអាចបង្កជាហានិភ័យដែរនៅក្នុងនោះគេនិយាយថាវាមានដូចជាពពួក threat vulnerability ហើយនិងexploit អីផ្សេងៗជាដើមអញ្ចឹងពពួកទាំងអស់ហ្នឹងគឺវាសំខាន់ចាំបើយើងបាត់បង់វាអាចនឹងបង្កហានិភ័យខ្លាំងដល់យើងដែរចូលដល់ចំណុចបន្ទាប់គេនិយាយតាក់ទងទៅនឹង vector នៃ network attack អញ្ចឹងកន្លែងនេះគេចង់និយាយពីគោលដៅថាតើពួក attacker ហ្នឹងគាត់មកពីណាទិសដៅនៃគាត់ attack ហ្នឹង
នៃអ្នក attack ហ្នឹងអញ្ចឹងក្នុងនេះគេនិយាយប្រាប់យើងថាវាមានពីរប្រភេទមានពពួកexternal threat ហើយនិង internal threat អញ្ចឹង external ពាក្យថា X គឺសំដៅទៅលើខាងក្រៅហើយអញ្ចឹងសំដៅទៅលើពពួក attacker ដែលគាត់មកពីខាងក្រៅគាត់ថាគាត់ជាអ្នកដទៃគាត់មិនមែនជាសមាជិកណាមួយនៅក្នុង organization មួយហ្នឹងឬក៏ក្រុមហ៊ុនមួយហ្នឹងបែបហ្នឹងអញ្ចឹងទៅអញ្ចឹងអាចថាជាជនដទៃគាត់ចង់ចូលមកលួច data ឬក៏ទាញយកទិន្នន័យផ្សេងៗពី host មួយហ្នឹងបែបហ្នឹងហើយប្រភេទមួយទៀតហ្នឹងគឺគេហៅថា internal threat អញ្ចឹង internal threat ហ្នឹងសំដៅទៅលើពពួកគេហៅថាអ្នកដែលនៅក្នុងហ្នឹងតែម្ដងបើសិនជាយើងប្រៀបធៀបទៅនឹងក្រុមហ៊ុនមួយអាចថាជាគាត់អាចជាបុគ្គលិកឬក៏គាត់មានតួនាទីជាផ្នែកណាមួយនៅក្នុងក្រុមហ៊ុនមួយហ្នឹងអញ្ចឹងទៅអញ្ចឹងគាត់អាចមានចិត្តថាគាត់ថាមានគំនិតមិនល្អចង់ទៅលួចយក data ក៏ធ្វើមិនឲ្យក្រុមហ៊ុននឹងមានបញ្ហាអញ្ចឹងទៅអញ្ចឹងប្រភេទហ្នឹងគឺ internal threat អញ្ចឹងបើគេ compare រវាងពីរហ្នឹងអ្នកដែលមានហានិភ័យជាងគេហើយអាចនឹងមានឱកាសក្នុងការ hack ទទួលព័ត៌មានអីផ្សេងៗហ្នឹងគឺពពួក internal ហ្នឹងហើយដោយសារគាត់នៅក្នុងហ្នឹងស្រាប់អញ្ចឹងអាចថាព័ត៌មានអីផ្សេងៗហ្នឹងគាត់ដឹងច្បាស់ជាងអ្នកខាងក្រៅទៀតអញ្ចឹងបើគាត់ចង់ធ្វើបាបចង់មានគំនិតមិនល្អអីគឺងាយស្រួលមែនតើចូលដល់ចំណុចបន្ទាប់ទាក់ទងទៅនឹង data loss អញ្ចឹងធម្មតាតែ data មួយដែលសំខាន់ហើយបាត់បង់ហើយវាអាចបង្កជាហានិភ័យជាច្រើនដល់ក្រុមហ៊ុនឬក៏ organization ឬក៏បុគ្គលណាមួយហ្នឹងទៅទីមួយអាចតាក់ទងទៅនឹងការខូចឈ្មោះនៅ brand ឬក៏ក្រុមហ៊ុនខូចឈ្មោះក្រុមហ៊ុនបាត់បង់កេរ្តិ៍ឈ្មោះអីផ្សេងៗទីពីរអឺបាត់បង់នៅការប្រកួតប្រជែងជាមួយក្រុមហ៊ុនដទៃអញ្ចឹងបើសិនជាក្រុមហ៊ុនគេមានប្រៀបលើយើងគេធ្វើឲ្យក្រុមហ៊ុនរបស់យើងហ្នឹងឡើងទទួលបានការប្រកួតប្រជែងហ្នឹងធ្លាក់ចុះហើយអញ្ចឹងធ្វើឲ្យបាត់បង់បុគ្គលិកឬក៏ធ្វើឲ្យបាត់បង់នៅអតិថិជនអីផ្សេងៗជាដើមអញ្ចឹងយើងត្រូវតែការពារសំខាន់ទៅលើ data នេះព្រោះ data សំខាន់តែបាត់បង់ហើយវាអាចនឹងបង្កជាហានិភ័យជាច្រើនធ្វើឲ្យយើងមានបញ្ហាអញ្ចឹងទៅហើយចំពោះចំណុចនេះដែរក៏គេចង់បញ្ជាក់ដែរថាអ្នកដែលជា network security professional ហ្នឹងអ្នក professional ខាងផ្នែក network security ហ្នឹងតួនាទីរបស់គាត់ធ្វើម៉េចគឺត្រូវតែការពារដាច់ខាតហ្មងការពារនៅ data របស់ក្រុមហ៊ុនឬក៏ organization របស់គេហ្នឹងដើម្បីកុំឲ្យបាត់បង់បែបហ្នឹងហើយណាអញ្ចឹងអានេះក៏នេះដែរអញ្ចឹងកន្លែងនេះគេចង់ include នៅព័ត៌មានមួយចំនួនដែលថាតើ data loss ហ្នឹងវាបាត់បង់នៅវិធីណាវាធ្វើម៉េចបានបាត់បង់ data ហ្នឹងអញ្ចឹងទីមួយគឺតាមរយៈការប្រើប្រាស់ email ឬក៏ social networking ដែលជាធម្មតានៅពេលដែលយើងផ្ញើ email ឲ្យគ្នាទៅវិញទៅមកអញ្ចឹងទៅកំឡុងពេលដែលយើងផ្ញើហ្នឹងអាចមានជនខិលខូចគាត់លួចមក capture នៅសារទាំងអស់ហ្នឹងឬក៏ទាញយកនៅ data ឬក៏ file មួយចំនួនដែលមានព័ត៌មានសំខាន់ៗនៅហ្នឹងអញ្ចឹងទៅអញ្ចឹងអឺ អញ្ចឹង attacker គាត់អាចធ្វើការ hack តាម email នឹងបានដែរមួយទៀតគេនិយាយពី social engineering social engineering នេះស្រដៀងទៅនឹងថាគាត់បានបន្លំខ្លួនទៅជាស្ថាប័នមួយចំនួនស្ថាប័នរដ្ឋឬក៏ឯកជនមួយចំនួនហ្នឹងគាត់ធ្វើម៉េចបន្លំខ្លួនឲ្យយើងយល់ច្រឡំអញ្ចឹងទៅនៅពេលដែលយើង click ទៅលើ link ហ្នឹងឬក៏ដំណរណាមួយអញ្ចឹងទៅធ្វើឲ្យគាត់ហ្នឹងអាចតាមដានរាល់សកម្មភាពរបស់យើងបានអញ្ចឹងអាហ្នឹងក៏យើងគួរតែប្រុងប្រយ័ត្នដែរមួយទៀតគឺ unencrypt device អញ្ចឹងយើងត្រូវចាំថា data ណាដែលវាសំខាន់យើងគួរតែប្រើប្រាស់នៅ encryption algorithm ដើម្បីធ្វើការ encrypt ទៅលើ data យើងហ្នឹងកុំឲ្យអ្នកផ្សេងហ្នឹងគាត់ចូលមកអានចូលមកកែបានអញ្ចឹងយើងត្រូវកំណត់ authentication ថាឲ្យយើងឲ្យអ្នកណាគេខ្លះអាចមើលបានអ្នកគេខ្លះអត់អាចមើលបានចឹងទៅអញ្ចឹងការប្រើប្រាស់ encrypt ការប្រើប្រាស់ password ហ្នឹងគឺសំខាន់មែនទែនដើម្បីការពារ data យើងកុំឲ្យបាត់បង់ទី3គឺ cloud storage device អញ្ចឹងគេថា sensitive data ហ្នឹងយើងគួរតែវាអាចបាត់បង់ប្រសិនបើប្រព័ន្ធ cloud របស់យើងហ្នឹងគឺវាអត់មាន security ត្រឹមត្រូវអញ្ចឹងយើងក៏គួរពង្រឹងទៅលើផ្នែកកន្លែងដែលយើង store data ដែរធ្វើម៉េចយើងឲ្យវា secure ច្បាស់ត្រឹមត្រូវ security គ្រប់គ្រាន់ដើម្បីការពារកុំឲ្យអ្នកផ្សេងចូលមកលួច data របស់យើងបានមួយទៀតគឺ removable media ដែលវាអាចថាវាជាហានិភ័យមួយឧទាហរណ៍ថាបើសិនជាបុគ្គលិកហ្នឹងគាត់ប្រើប្រាស់ USB មួយដើម្បីcopy data អីចឹងទៅហើយគាត់អត់បានលុប clear ចេញពីក្នុង USB នឹងវិញអញ្ចឹងវាអាចបង្កជាហានិភ័យមួយនៅពេលដែលជនខិលខូចគាត់មកដល់គាត់ឃើញអញ្ចឹងទៅគាត់អាចលួច data តាមរយៈ USB នឹងបានមួយទៀតគឺ hard copy គឺសំដៅទៅលើឯកសារกระดาษយើងអីចឹងទៅអញ្ចឹងពេលណាដែលយើងមានឯកសារណាសំខាន់ក្នុងกระดาษយើងត្រូវធ្វើឲ្យការពារឬក៏ថែរក្សាវាបានល្អកុំឲ្យឧទាហរណ៍ថាពេលខ្លះกระดาษហ្នឹងយើងឈប់ប្រើតែយើងយកទៅបោះចោលបែបហ្នឹងចឹងទៅ
ចឹងជនខិលខូចនោះគាត់អាចទៅហើកាយធុងសម្រាប់របស់យើងហ្នឹងដឹងដើម្បីយកdata ទាំងអស់ហ្នឹងបានចឹងទោះបីជាយើងឈប់ប្រើក៏ដោយយើងត្រូវតែធ្វើម៉េចយើងកុំតិចវាឬក៏យើងរក្សាទុកវាឲ្យបានល្អដែរយើងកុំបោះចោលផ្ដេសផ្ដាសហើយមួយទៀតគឺតើតើ improper access control អញ្ចឹងការ set password ឬក៏ weak password ហ្នឹងក៏ជាកត្តាមួយដែលអាចធ្វើឲ្យ attacker ហ្នឹងគាត់លួចចូលទៅក្នុង account របស់យើងឬក៏ដើម្បីទាញយក data របស់យើងតាមរយៈ account របស់យើងបានណាអញ្ចឹងយើងធ្វើម៉េច set password របស់យើងហ្នឹងឲ្យបានត្រឹមត្រូវហើយឲ្យវា strong មិនថាយើង set ឲ្យវា complicate កុំស្រួលពេកហើយក៏កុំប្រើ password ណាដែលគេនិយមប្រើពេកជាដើមមួយទៀតគេនិយាយទៅត្រង់ទៅ threat actor ចឹងគេនិយាយទៅត្រង់ hacker ចឹង hacker ហ្នឹងគឺយើងតែងតែឮហើយគេតែងតែនិយាយថាhacker ហ្នឹងជាអ្នក attacker ដែលចូលមក attack ចូលមក hack system របស់យើងនឹងឯងចឹងប្រភេទនៃ hacker ហ្នឹងក៏គេបែងចែកវាទៅតាមប្រភេទរបស់វាដែរដែលវាមានដូចជាប្រភេទពួក white hat attack hacker ពួក hacker មួកស grey hat hacker មួកប្រផេះ black hat hacker មួកខ្មែរចឹងទៅអញ្ចឹងតែ3ហ្នឹងវាខុសគ្នាមិនអញ្ចឹង3ហ្នឹងវាខុសគ្នាក្នុងថាពពួកមួកសហ្នឹងគឺវាគឺជាអ្នក hack ដែលមិនថា hack ដោយស្របច្បាប់តែតើស្របច្បាប់បែបម៉េចអញ្ចឹងគាត់អាច hack គោលបំណងរបស់គាត់ហ្នឹងគាត់មិនមានគោលបំណងអាក្រក់អីទេគាត់ hack ហ្នឹងដោយមានការអនុញ្ញាតត្រឹមត្រូវមានការស្របច្បាប់គឺដើម្បីស្វែងរកនៅ security weakness របស់ system ណាមួយឬក៏របស់ក្រុមហ៊ុនណាមួយបែបហ្នឹងចឹងទៅអញ្ចឹងគាត់គ្រាន់តែចូលទៅ hack ដើម្បីអឺ make sure ថាsystem មួយហ្នឹងត្រូវបានមានប្រព័ន្ធ security របស់ system មួយហ្នឹងគឺវា secure មែនអត់គាត់អាច hack ចូលទៅបានអត់អញ្ចឹងអាហ្នឹងគេហៅថាពពួក hack មួកសហ្នឹងឯងតែមួយទៀតគឺតកតងទៅនឹងមួកខ្មែរម្ដងខ្ញុំសុំនិយាយកន្លែងមួកខ្មែរសិនអញ្ចឹងពពួកមួកខ្មែរនេះគឺគេសំដៅទៅលើពពួកណាដែលវាធ្វើការ hack ទៅកាន់ system ឬក៏ hack ទៅកាន់device របស់ណាគេម្នាក់ដែលគ្មានការអនុញ្ញាតអញ្ចឹងអត់មានណាគេអនុញ្ញាតឲ្យទៅទេគឺគាត់ hack ខ្លួនឯងដើម្បីផលប្រយោជន៍មួយចំនួនរបស់គាត់អញ្ចឹងទៅអញ្ចឹងគាត់ដើម្បីទទួលបាននូវផលចំណេញផ្ទាល់ខ្លួនដូចជាលុយកាក់អីផ្សេងៗជាដើមឬក៏តាក់ទងទៅនឹងអឺទិន្នន័យក្រុមហ៊ុនណាមួយគាត់អាចយកអានោះទៅលក់ឲ្យគេអីចឹងទៅអញ្ចឹងហ្នឹងគឺជាពពួកមួកខ្មៅតែមួយទៀតគឺពពួកមួកប្រផេះអញ្ចឹងពពួកមួកប្រផេះហ្នឹងគឺវាស្ថិតនៅចន្លោះនៃពពួកមួកសហើយនិងមួកខ្មៅដែលប្រភេទនេះគឺបានន័យថាគឺគាត់ hack ចូលទៅហ្នឹងអត់ស្របច្បាប់ទេប៉ុន្តែក៏គាត់អត់មានគោលបំណងអាក្រក់ណាមួយដែរគាត់ hack ចូលទៅដោយមិនស្របច្បាប់មែនប៉ុន្តែគាត់ hack ដើម្បីគាត់អត់មានបំណងទៅធ្វើឲ្យគេក្តៅក្រហាយដោយសារគាត់ទេគាត់គ្រាន់តែថាhack ទៅអញ្ចឹងទៅគាត់ដឹងថាdevice ឬក៏ប្រព័ន្ធ security របស់ device នេះរបស់ system នេះគឺមានលក្ខណៈខ្វះខាតអញ្ចេះខ្វះខាតអញ្ចោះអីចឹងទៅអញ្ចឹងគាត់អាចយកអីដែលគាត់រកឃើញហ្នឹងទៅទារលុយពីថ្លៃ pay ពីម្ចាស់ក្រុមហ៊ុនឬក៏ម្ចាស់ organization ថាក្រុមហ៊ុនរបស់អ្នកឯងខាងផ្នែក security ខាងនេះអញ្ចេះអញ្ចេះចឹងទៅអញ្ចឹងបើសិនជាចង់ដឹងថាតើមានបញ្ហាអីតើឲ្យលុយទៅគាត់សិនមិនគាត់ប្រាប់ថាប្រព័ន្ធ security ហ្នឹងវាមានបញ្ហាអីអញ្ចឹងអាហ្នឹងគឺបែបហ្នឹងមួយទៀតគឺ evolution នៃ hacker អញ្ចឹងការរីកចម្រើននៃពពួក hacker ហ្នឹងវាមានច្រើនប្រភេទមានដូចជា script kiddie យើងឃើញពាក្យ kid យើងដឹងហើយបានន័យថាពពួក hacker ហ្នឹងគឺគាត់ទើបតែចាប់ផ្ដើម hack ទេអញ្ចឹងគាត់ hack ដោយរបៀបណាគឺធម្មតាគាត់ជា beginner អញ្ចឹងទៅការ hack របស់គាត់គឺគ្រាន់តែប្រើប្រាស់នៅ hacking tool ឬក៏ script code មួយចំនួនដើម្បី hack ទេអញ្ចឹងគាត់អត់ទាន់ដឹងច្បាស់ទេថាតើគាត់អត់ដឹងពីរបៀប attack ហ្នឹងជ្រៅអីប៉ុណ្ណាគាត់គ្រាន់តែថាគាត់ទើបតែរៀន hack អីចឹងទៅគាត់ប្រើប្រាស់basic website មួយចំនួនដើម្បីជួយគាត់ក្នុងការ hack អីបែបហ្នឹងទៅមួយទៀតគឺ vulnerability broker ដែលគេសំដៅទៅលើពពួកមុខប្រផាសដែលធ្វើការ hack ឬក៏ធ្វើការ attack ទៅលើ system របស់គេហ្នឹងដើម្បីទទួលបាននៅរង្វាន់អីមួយចំនួនអីបែបហ្នឹងទៅមានអ្នកបញ្ជាមកបន្តទៀតអីចឹងទៅអញ្ចឹងគាត់ធ្វើដើម្បីបានលុយតែគាត់អត់មានបំណងអាក្រក់មួយទៀតគឺ hack វិធីដែលភាគច្រើន hack វិធីនេះគឺត្រូវបានអនុញ្ញាតឡើងដោយប៉ូលីសខាង political ឬក៏ social cause សង្គមអីផ្សេងៗបែបហ្នឹងអញ្ចឹងគាត់ធ្វើការ attack ទៅកាន់ organization ណាមួយហ្នឹងដើម្បីឲ្យផ្ញើ
ដើម្បីឲ្យផ្ញើ message ឬក៏ដើម្បីឲ្យក្នុងគោលបំណងណាមួយការពារការ government ហ្នឹងដោយការអឺអានេះថាគាត់អាចបែបមិនគាត់ protect organization ឬក៏ government អីផ្សេងៗហ្នឹងនៅការផុសទៅលើវីដេអូរូបភាពឬក៏ព័ត៌មាន sensitive information អីផ្សេងៗជាដើមដើម្បីperforming network attack ហ្នឹងហើយមួយទៀតគឺ cyber criminal ដែល cyber criminal នេះគឺជាពពួកមួកខ្មៅដែលតែងតែធ្វើអីមួយដើម្បីប្រយោជន៍ខ្លួនឯងដោយ attack ទៅលើក្រុមហ៊ុនឬក៏ organization នៃធំៗបែបហ្នឹងចឹងទៅមួយទៀតគឺ state sponsor ដែល state sponsor នេះគឺជា sponsor ដែល support ដោយ government ផ្ទាល់តែម្ដងដែលគេប្រើសម្រាប់cyber warfare ឬក៏គេប្រើសម្រាប់អឺជួយដល់ government អីបែបហ្នឹងទៅជួយដល់ការងារ government ចឹងហ្នឹងគេហៅ state sponsor ចឹងជាដើមចំណុចបន្ទាប់គេនិយាយទៅកាន់ threat actor tool មួយចំនួនដែលគេប្រើប្រាស់នៅដើម្បីធ្វើការ hack អញ្ចឹងវាមាន tool មានអីជាច្រើនដែលគេនឹងនិយាយនៅក្នុងនេះដែលទី1គឺគេនិយាយពី evolution នៃ security tool សិនដែល security tool ហ្នឹងវាមានការវិវត្តតាំងពី password cracker wireless hacking tool network scanning និង hacking tool packet crafting tool ហើយ packet sniffer ចឹងអានោះវាមានលក្ខណៈសម្គាល់របស់វាជាច្រើនហើយខុសៗផ្នែកគ្នានឹងជាការវិវត្តពីមួយទៅមួយហើយមានដូចជា Rootkit Detector អីទៅគឺជា tool ដែលគេប្រើសម្រាប់ attack នឹងឯងវាមានច្រើនហើយមួយទៀតគេនិយាយតទៅនឹង attack type អញ្ចឹងប្រភេទនៃ attack ហ្នឹងតើគាត់អាច attack តាមរយៈអីបានខ្លះទីមួយគឺតទៅនឹង web dropping attack ដែលអ្នក attacker ហ្នឹងគាត់តែងតែលួចឆ្មក់ក្នុងការ capture ឬក៏លួចស្ដាប់គេកំឡុងពេលដែលគេនិយាយគ្នាឬក៏ផ្ញើ data ផ្ញើ message ឲ្យគ្នាទៅវិញទៅមកអញ្ចឹងគាត់អាចលួចឆក់ដើម្បីនៅកណ្ដាលហ្នឹងដើម្បីលួចស្ដាប់គេនិយាយគ្នាបែបហ្នឹងទៅទីពីរគឺ data modification attack អញ្ចឹងបើសិនបើគេថាបើសិនបើ street actor ឬក៏ attacker ហ្នឹងគាត់ចាប់បាននៅenterprise traffic ណាមួយគាត់អាច alert data ក្នុង packet ហ្នឹងចាអធ្យាស្រ័យអរគ្នាអញ្ចឹងប្រភេទនៃ data modification attack ហ្នឹងគឺគឺជាប្រភេទ attack អញ្ចឹងបើសិនបើ attacker ហ្នឹងគាត់ធ្វើការ capture នៃ enterprise traffic ហើយគាត់អាច alert data ក្នុង packet ហ្នឹងដោយអត់ខ្វល់ពីអ្នកផ្ញើឬក៏អ្នកទទួលអីទេគឺថាគាត់បានហើយគាត់យកហើយសំទី3គឺ IP address spoofing attack ដែលជាប្រភេទនៃ threat attack ដែលគាត់នឹងធ្វើការហិនច្រកទៅលើ IP packet ដែលត្រូវផ្ញើមកហ្នឹងទី4គឺ password based attack អញ្ចឹងគេថាបើសិនបើ attacker ហ្នឹងគាត់រកបាននៅ valid user account ហើយគាត់នឹងព្យាយាមធ្វើម៉េចឲ្យដូចទៅនឹង real user អញ្ចឹងគាត់ខ្លាញ់បន្លំគាត់អាចខ្លាញ់បន្លំឬក៏ធ្វើវិធីណាមួយឲ្យគិតថាគាត់គឺជា user មែនតើបែបហ្នឹងអញ្ចឹងតែគាត់ទទួលបាន valid information ហើយអីក៏គាត់អាចធ្វើបានដែរទីបន្តមកទៀតមិនថាគាត់បន្លំខ្លួនណាមួយទៀតគឺ Daniel Ossory attack គឺជាប្រភេទនៃDOS attack ដែលជៀសវាងការប្រើប្រាស់ទៅលើប្រព័ន្ធកុំព្យូទ័រឬក៏ network ផ្សេងៗដោយ valid user តមកទៀត man in the middle attack ហ្នឹងគឺវាស្តៀងទៅនឹង eavesdropping attack មែនដែរគឺវាលួចឆ្មក់កំឡុងពេលដែលគេកំពុងតែនិយាយគ្នាមិនថាវានៅចន្លោះកណ្ដាលដែលគេកំពុងនិយាយគ្នាហ្នឹងគឺគេហៅ man in middle attack នឹងឯងតកតងទៅនឹង malware អញ្ចឹងតើអីទៅជា malware អញ្ចឹងជាធម្មតាយើងបានដឹងហើយថា malware ហ្នឹងគឺជាប្រភេទ virus នឹងឯងប៉ុន្តែវាស្តៀងទៅនឹង virus ដែរដែលគេធ្វើការ attack តែ attacker ហ្នឹងគាត់ប្រើវាសម្រាប់ទទួលបាននៅព័ត៌មានមួយចំនួនឬក៏ដើម្បី access ចូលទៅក្នុង device ណាមួយផ្សេងៗជាដើមអញ្ចឹងចំណុចទី1គេនិយាយតកតងទៅនឹង virus and Trojan horses អញ្ចឹងប្រភេទសំខាន់នៃ malware ដែលគេតែងតែដឹងតែងតែស្គាល់ហ្នឹងគឺ virus ដែលខ្ញុំនិយាយមិញហ្នឹងឯងដែល virus ហ្នឹងគឺវាទាមទារឲ្យមនុស្សត្រូវការនៅ action របស់ human របស់មនុស្សដើម្បីធ្វើទៅការ propagate ឬក៏ការចូលទៅក្នុងកុំព្យូទ័រឬក៏ system របស់អ្នកដទៃចឹងទៅអញ្ចឹងអឺ
virus ហ្នឹងវាអាចធ្វើការលាក់ខ្លួនចូលទៅតាមរយៈ computer code software ឬក៏ document អីផ្សេងៗដែលយើងធ្វើការ share គ្នាទៅវិញទៅមកអញ្ចឹងវាអាចទីមួយវាអាចធ្វើការ delete file ឬក៏លុបនៅ entire disk drive ឬក៏ system របស់យើងអញ្ចឹងតែ virus ចូលទៅបានហើយវាអាចលុបអាច delete file សំខាន់ៗរបស់យើងបានទីពីរវាអាចharmful ទៅដល់ computer របស់យើងវាអាច capture ឬក៏ sending sensitive information ទៅកាន់ attacker គាត់អាចទាញយកតាមរយៈ virus ហ្នឹងបានហើយក៏អាច access ចូលទៅប្រើប្រាស់ email account ដើម្បីកត្តាណាមួយដើម្បីគោលបំណងណាមួយរបស់គាត់ចឹងទៅអញ្ចឹង virus ហ្នឹងគឺយើងគួរតែប្រុងប្រយ័ត្នមែនតើហើយនេះគេនិយាយតាក់ទងទៅនឹង modern virus ដែលវាមានប្រភេទ virus ជាច្រើនមានដូចជា boot sector virus firmware macrovirus program virus ហើយ script virus អញ្ចឹងអាហ្នឹងគឺជាប្រភេទ virus មួយចំនួនដូច boot sector virus ហ្នឹងគឺជាប្រភេទ virus ដែល attack តាមរយៈ file ឬក៏ system file របស់ system ណាមួយហ្នឹងទៅ firmware ហ្នឹងគឺតាមរយៈ device firmware អញ្ចឹង firmware ហ្នឹងវាអាចជា software ឬក៏ hardware អីបែបហ្នឹងទី3 macrovirus ដែលតាមរយៈuse Microsoft Office macro feature maliciously program virus វាអាចមិនថា virus ហ្នឹងវាអាចបញ្ចូលខ្លួនឯងចូលទៅក្នុង execute program អីផ្សេងៗបានមួយទៀតគឺ script virus attacker ហ្នឹងគាត់ប្រើប្រាស់នៅ OS interpret ដែលអាចមិនថាកែឬក៏ change information ណាមួយនៅក្នុង script មួយហ្នឹងបានអញ្ចឹងអាហ្នឹងគឺវាលក្ខណៈបែបហ្នឹងហើយក្រៅពីហ្នឹងគឺគេនិយាយទៅក្នុងទៅប្រភេទនៃ Trojan horse ម្ដងដែល Trojan horse ហ្នឹងមានច្រើនប្រភេទដែរចឹងប្រភេទនៃ Trojan horses ហ្នឹងវាប្រៀបដូចជាប្រភេទមួយនៃ malware ហ្នឹងអញ្ចឹងដែលវានឹងធ្វើការក្លែងបន្លំយើងឲ្យយើងគិតថា program ឬក៏ website ឬក៏ application ដែលគេបង្កើតមកហ្នឹងគឺវាជា useful software មួយដែលជួយដល់ user បានប៉ុន្តែការពិតនៅពេលដែល user install វាទៅវាអាចនឹងធ្វើឲ្យវាថាធ្វើឲ្យ harmful ទៅដល់ device របស់ user នឹងបានអញ្ចឹងវាអត់ដូចជា virus ធម្មតាអញ្ចឹងវាអាចប្រើតិចនិចមិនធ្វើមិនឲ្យ user ហ្នឹងជឿជាពិសេសនៅពេលដែលផ្សាយពាណិជ្ជកម្មតាមឧទាហរណ៍តាម website ឬក៏តាមអីចឹងវាតែតែមាន load advertise មកអញ្ចឹងបើសិនជាយើងចេះតែចុចឬក៏ down ផ្ដាស់វាគេអាច harmful មកដល់ device យើងដែរអញ្ចឹងអានឹងប្រភេទបែបហ្នឹងគេហៅថា Trojan horses ហើយទៅប្រភេទរបស់វាហ្នឹងក៏មានច្រើនបែបបាត់ទៅតាមនឹងដែរមានដូចជាផ្នែក remote access data sending proxy ឬក៏ FTP អីផ្សេងៗជាដើមចឹងយើងអាចមើលបន្ថែមឡើងហ្នឹងបានហើយបន្ទាប់មកក្រៅពីហ្នឹងវាក៏មានប្រភេទ malware មួយចំនួនផ្សេងទៀតដែរមានដូចជាប្រភេទ adware ransomware rootkit spyware ហើយនិង worm ដែលលក្ខណៈរបស់វាគឺមាននៅក្នុង description ខាងលើនេះយើងអាចអានបន្ថែមដើម្បីដឹងច្បាស់តែខ្ញុំនឹងលើកឧទាហរណ៍មកនិយាយពី3ប្រភេទដូចជាទី1 adware ហ្នឹងអាចនិយាយថាវាមកពីពាក្យ advertisement malware ដែលភាគច្រើនគឺវាកើតមានឲ្យយើងឃើញហ្នឹងនៅលើ display advertisement មួយចំនួននៅតាម software នៅតាម software ឬក៏ website មួយចំនួនណាតែភាគច្រើនវាត្រូវបានវាថា spread នៅពេលដែល user ហ្នឹងគាត់ធ្វើការ download free software ឬក៏បើក platform website ណាមួយនៅលើ internet ហ្នឹងទៅវាអាចឆ្លៀតឱកាសតាមនឹងបានអញ្ចឹងវាអាច show ជា advertisement នៅក្នុង browser របស់យើងហ្នឹងធ្វើឲ្យយើងឃើញទៅថាយើងច្រឡំ click download អីចឹងទៅវាអាចនឹងបង្កហានិភ័យដល់យើងចូលទៅ lock ឬក៏ encrypt file របស់យើងបាន ransomware ហ្នឹងវាគេបឲ្យយើងចូលទៅ check file check data របស់យើងបានទៀតទេតោះតែយើងឲ្យលុយទៅគាត់ហ្នឹងទៅបានគាត់ដោះអានឹងឲ្យយើងវិញអញ្ចឹងជនរងគ្រោះអាចនឹងហានិភ័យដោយសារតែ ransomware ហ្នឹងដែរហើយសូមនិយាយមួយទៀតគឺ Rocket ដែលគោលបំណងរបស់ Rocket ភាគច្រើនគឺឲ្យ attacker ហ្នឹងឲ្យ attacker ខ្លួនគាត់ហ្នឹងអាចគ្រប់គ្រងទៅលើកុំព្យូទ័រទាំងអស់ហ្នឹងពីដំណើរការរបស់កុំព្យូទ័រអីបែបហ្នឹងអញ្ចឹងអានឹងវាកាត់ឡើងនៅពេលដែលករណីដែល attacker គាត់បាន hack ចូលមកកាន់ system ឬក៏ device របស់យើងរួចហើយអញ្ចឹងនៅពេលដែលគាត់ចូលមកដល់គាត់នឹងធ្វើការ install នៅRocket ហ្នឹងហើយអញ្ចឹងនៅពេលដែល install ទៅដើម្បីជៀសវាងថាកុំឲ្យ user ហ្នឹងគាត់ចាប់អារម្មណ៍ថាមានគេ hack ចូលអញ្ចឹងគាត់អាចប្រើអា system ដែលគាត់ software ដែលគាត់ develop បានហ្នឹងធ្វើឲ្យយើងអត់ដឹងថាគាត់កំពុង hack ចូលតែតាមតែការពិតគឺគាត់បាន hack ចូលរួចហើយអញ្ចឹងគាត់អាចតាមដាននៅរាល់សកម្មភាពរបស់យើងបានចំពោះមួយទៀតគឺ spyware ហ្នឹងគឺវាស្តៀងទៅនឹង
add វាដែរតែគ្រាន់ថាវាអត់ load ជាពាណិជ្ជកម្មមកយើងឃើញទេវាអាចនឹងធ្វើការ secretly ទៅប្រមូលយក information អីផ្សេងៗតាមរយៈ history របស់យើងឬក៏ការ log in របស់យើងហ្នឹងវាអាចទាញយកអា history របស់យើងហ្នឹងបង្កើតបានទៅជា data មួយដែលអាចចូលទៅក្នុង log in ចូលទៅក្នុង account យើងហើយបន្ទាប់មកវានឹងធ្វើការបាននៅទិន្នន័យរបស់យើងតាមរយៈហ្នឹងឯងមួយទៀតគឺ worm ហ្នឹងវាហៅតកៅហ្នឹងឯងវាថា worm ហ្នឹងគឺបានថាវានឹងធ្វើការនៅពេលដែលវា attack បានទៅលើ computer ណាមួយដែល connect ទៅកាន់ network មួយហ្នឹងហើយវានឹងធ្វើការ spread ឬក៏ចែកចាយខ្លួនឯងហ្នឹងទៅកាន់ computer ផ្សេងៗទៀតដែលនៅក្នុង network តែមួយគ្នាហ្នឹងអញ្ចឹងក៏ប៉ុន្តែក្នុងករណីហ្នឹងគឺបានតែចំពោះ computer ឬក៏ device ណាដែលមាន weak security ហើយបានវាអាចចូលទៅបានអញ្ចឹងពេលដែលវាចូលបានមួយវាចូលបានទាំងអស់ហើយឲ្យតែណា computer ទាំងអស់ហ្នឹងវា weak security ហើយវា connect ទៅក្នុង network តែមួយអញ្ចឹងវាអាចនឹងដឹងព័ត៌មានទាំងអស់នៃ computer ដែល connect ទៅកាន់ network មួយហ្នឹងឬក៏ Wi-Fi មួយហ្នឹងបានចឹងចំណុចបន្តគេនិយាយតទៅនឹង common network attack ចឹងរបៀបដែល attacker ប្រើហ្នឹងវាមាន3ប្រភេទសំខាន់ដូចជា resonance attack, access attack ហើយនិង DOS attack ចូលដល់ចំណុចទី1តទៅនឹង resonance attack ដែលវាជាប្រភេទ attack មួយដែលបានន័យថាមុននឹង attacker ហ្នឹងគាត់ចូលទៅ attack នរណាម្នាក់គាត់បាន serve នៅ information ឬក៏ដែលតទៅនឹងបុគ្គលម្នាក់ហ្នឹងឬក៏ device មួយហ្នឹងហើយបានគាត់ធ្វើការ attack ទៅលើវាហើយចូលដល់ប្រភេទមួយទៀតគឺ access attack access attack ហ្នឹងគឺរបៀបដែល attacker គាត់នឹងព្យាយាមចូលទៅកាន់ system ឬក៏ network ដោយគ្មានការអនុញ្ញាតបានន័យថាគាត់នឹងព្យាយាមរកគ្រប់វិធីដើម្បីចូលទៅក្នុង account របស់ user ហ្នឹងដោយប្រើប្រាស់ technique ឬក៏ធំមួយចំនួនជាការ steal យក username ដែលថាគាត់ដាក់សាកល្បងនៅ username password ឬក៏លេខកូដសម្ងាត់ OTP អីផ្សេងៗដែលគោលបំណងរបស់គាត់ធ្វើម៉េចរាវយ៉ាងណាធ្វើមិនឲ្យបានចូលទៅក្នុង account របស់ user ហ្នឹងដើម្បី steal យក data ឬក៏ information ដែលគាត់ត្រូវការឬក៏ install malware នៅក្នុង account របស់គេហ្នឹងឬក៏ system របស់គេហ្នឹងមួយទៀតតកតងទៅនឹង social engineering attack ដែល social engineering attack នេះ target របស់គេគឺទៅលើ user ផ្ទាល់តែម្ដងមិនមែនជា device ឬក៏ computer អីទេគោលបំណងរបស់គេធ្វើមកញុះញង់ឬក៏ខ្លាញ់បន្លំអត្តសញ្ញាណរបស់ខ្លួនហ្នឹងទៅជាស្ថាប័នរដ្ឋឬក៏ឯកជនមួយចំនួនឬក៏ទៅជាក្រុម IT supporter អីផ្សេងៗដើម្បីខ្លាញ់បន្លំថាខ្លួនហ្នឹងជាអ្នកណាម្នាក់ហើយព្យាយាមឲ្យអ្នកប្រើប្រាស់ឬក៏ជនរងគ្រោះហ្នឹងផ្ដល់នៅព័ត៌មានផ្ទាល់ខ្លួនលេខសម្ងាត់ឬក៏កងធនាគារអីផ្សេងៗជាដើមចឹងតាមរយៈសកម្មភាពហ្នឹងអាចធ្វើឲ្យ attacker គាត់ទទួលបាន sensitive data ហើយគាត់នឹងធ្វើអីតាមតែចិត្តគាត់បានហើយទៅលើ account របស់អ្នកប្រើប្រាស់ហ្នឹងហើយចំពោះ social engineering attack ហ្នឹងវាមានច្រើនវិធីដូចជា protecting phishing spear phishing spam ឬក៏ប្រើប្រាស់ច្រើនទៀតចឹងទៅចឹងខ្ញុំសូមលើកឧទាហរណ៍ពី phishing មួយ phishing នេះគឺកើតមាននៅពេលដែលជនរងគ្រោះគាត់បានចុចទៅលើ link ឬក៏ដំណណាដែលគ្មានប្រភពច្បាស់លាស់និងត្រឹមត្រូវដែល link ទាំងអស់ហ្នឹងដែរអាចត្រូវបានបង្កើតឡើងដោយជន attacker ហ្នឹងអញ្ចឹងនៅពេលដែលយើងចុចទៅគាត់អាចនឹងឆក់យកនៅ information សំខាន់ៗរបស់យើងបានអញ្ចឹងយើងគួរតែជៀសវាងចុចទៅលើ link ផ្ដាស់ទៅលើហ្នឹងអញ្ចឹងអាហ្នឹងគេហៅដំណើរការនៃការ phishing បន្ទាប់មកនិយាយពី DOS ឬក៏ DDoS attack ដែលវាជាប្រភេទ attacker មួយដែល attacker ហ្នឹងក៏ព្យាយាមធ្វើម៉េចឲ្យ network server ឬក៏ website អីផ្សេងៗហ្នឹងទៅបង្អាក់រាល់សកម្មភាពរបស់ user អញ្ចឹងនៅពេលដែលគាត់បង្អាក់សកម្មភាពហើយធ្វើឲ្យ server ហ្នឹងវា overload វាអាច respond ឬក៏អីទៅកាន់ user បានទេអញ្ចឹងអាចធ្វើឲ្យ website ឬក៏ service ឬក៏ server មួយចំនួនហ្នឹងវានឹង slow down ធ្វើឲ្យដំណើរការអីហ្នឹងវាត្រូវបានជាប់គាំងអញ្ចឹងគោលបំណងរបស់ DDoS ហ្នឹងគឺវានឹងទៅបង្អាក់រាល់សកម្មភាពរបស់ដំណើរការ network ឬក៏ device ទាំងអស់ហ្នឹងតមកទៀតនិយាយតកតងទៅនឹង IP vulnerability and threat ចំណុចនេះគេនិយាយតកតងទៅនឹងរឿងដែលសំខាន់ដែលយើងត្រូវដឹងតកតងទៅនឹង IP address ឬដែលគេ specific ទៅលើពីរប្រភេទគឺ IPv4 ហើយនិង IP version 6ចំពោះចំណុចនេះគេនិយាយតកតងទៅនឹង ICMP attack ដែលវាអាចជាវិធីសាស្ត្រមួយដែល attacker ហ្នឹងគាត់ប្រើប្រាស់នៅ ICMP ដែលពាក្យពេញមកវាគឺ Internet Control Message Protocol សម្រាប់ទៅ perform network attack ទៅលើ network ណាមួយចឹងទៅអញ្ចឹងនៅពេលដែល attacker គាត់ប្រើប្រាស់ហ្នឹងទៅគាត់អាចប្រើប្រាស់ ICMP ដើម្បីធ្វើការ resource sending ហើយនិង scanning ទៅលើ target network របស់គេហ្នឹងមានន័យថាពួកគេធ្វើការផ្ញើនៅ ICMP message ដូចជា ping ឬក៏អ
អីផ្សេងៗហ្នឹងដើម្បីទទួលបាននៅ information តាក់ទងទៅនឹង network មួយហ្នឹងចឹងនៅពេលដែលធ្វើបែបហ្នឹងធ្វើឲ្យគេនឹងអាចដឹងពី map របស់ topology net របស់ network មួយហ្នឹងទាំងមូលតែម្ដងដឹងថាតើ host មួយណាដែល active host មួយណាដែលអត់ active ហើយគាត់អាចកំណត់ identify operating ទៅលើ operating system ឬក៏ device ផ្សេងៗបានដែលឆ្លងកាត់ការប្រើប្រាស់ OS fingerprinting ហើយនៅក្នុងនេះដែរគេនិយាយតាក់ទងទៅនឹង ICMP message ដែល hacker គាត់តែងតែប្រើប្រាស់មានដូចជា request echo reply unreachable mass reply ICMP redirect ឬក៏ router discovery ចឹងទៅចឹងវាជា message ដែល hacker គាត់តែងតែប្រើចំណែកមួយទៀតគឺតាក់ទងទៅនឹង address spoofing attack មួយនេះគឺវាកើតឡើងនៅពេលដែល hacker ហ្នឹងគាត់បានបង្កើតនៅ packet មួយជាមួយនឹង fake source IP address ចាំមិនថាគាត់បង្កើតជា fake IP information មួយដើម្បីលាក់នៅព័ត៌មានផ្ទាល់ខ្លួនរបស់គាត់បែបហ្នឹងចឹងទៅហើយរបៀបដែលគេប្រើហ្នឹងមានពីរប្រភេទគឺ non-blind spoofing ហើយនិង blind spoofing អញ្ចឹង non-blind spoofing ហ្នឹងមានន័យថាអត់ blind អញ្ចឹងមានន័យថាវាអាចមើលឃើញអញ្ចឹង attacker គាត់អាចមើលឃើញនៅ communication រវាង host ហើយនិង target របស់គាត់ហ្នឹងបានន័យថារាល់សកម្មភាពទាំងអស់គឺគាត់អាចដឹងអាចឮទាំងអស់អញ្ចឹងវាអាចឲ្យ attacker ហ្នឹងគាត់ធ្វើការ analyze ទៅលើ traffic predict sequence number ក៏ដូចជាប្រើប្រាស់ firewall ឬក៏ hijack action succession អីផ្សេងៗជាដើមចំណែកឯ blind spoofing វិញគឺ attacker ហ្នឹងគាត់អាចមើលឃើញនៅ traffic រវាង host ហើយនិង target ឬក៏ destination target នឹងបានទេក៏ប៉ុន្តែ attacker ហ្នឹងគាត់នឹងធ្វើការ send នៅ spoof packet ហើយទីថាតើអ្នកណានឹងត្រូវ respond ហើយ method នេះភាគច្រើនគេប្រើប្រាស់នៅក្នុង denial of service ឬក៏ DOS attack នឹងឯងចំណុចខាងក្រោមគឺនិយាយតាក់ទងទៅនឹង MAC address spoofing attack អញ្ចឹងអាហ្នឹងវាអាចកើតមាននៅពេលដែល attacker ហ្នឹងគាត់បានផ្លាស់ប្ដូរនៅ MAC address របស់ device ដើម្បីបដូរ MAC address របស់ខ្លួនឯងហ្នឹងដើម្បីឲ្យវា match ទៅនឹង MAC address របស់ target របស់គាត់ចឹងទៅដើម្បីអាចឲ្យគាត់ហ្នឹងតំណងទៅកាន់ device មួយនឹងបានចាំមិនថា technique មួយហ្នឹងវាអាចឲ្យ attacker ហ្នឹងគាត់ធ្វើការ fake នៅព័ត៌មានតខ្លួនដូចជា IP MAC address អីផ្សេងៗដើម្បីអាចឲ្យគាត់ហ្នឹងចូលទៅ attack ទៅលើ target របស់គាត់នឹងបានចូលដល់ចំណុចបន្តទៀតគឺគេនិយាយតាក់ទងទៅនឹង TCP and UDP vulnerability ជាមួយគេនិយាយតាក់ទងទៅនឹង TCP segment header ចឹងចំពោះ TCP ហ្នឹងគឺស្ថិតនៅក្នុងផ្នែកមួយនៃ application layer ដែលគេអាចស្វែងរក TCP segment នឹងបានបន្ទាប់ពី IP header ដែលមាននៅក្នុងហ្នឹងចឹងដូចតែរូបភាពនៅខាងស្ដាំហ្នឹងអញ្ចឹងគឺ TCP segment ហ្នឹងគឺជា flag control bit field ដែលមាននៅក្នុង application layer ហ្នឹងហើយនៅក្នុង control bit ហ្នឹងវាមានផ្នែកទៅតាមនឹងមានដូចជា URG ដែលជា urgent pointer field signification ACK acknowledgement PSX push function OST reset the connection SYN ហើយនឹង FIN ដែលវាមានតួនាទីផ្សេងៗគ្នាចឹងទៅក្នុងផ្នែកនីមួយៗហើយក្នុងនេះគេនិយាយពី service ដែល TCP ហ្នឹងគាត់ផ្ដល់ឲ្យយើងទីមួយតកតងទៅនឹង reliable delivery ដែល TCP នឹងធ្វើការ make sure ថា data ដែលយើងផ្ញើពីកាន់ sender ទៅកាន់ receiver ហ្នឹងគឺពិតជាត្រឹមត្រូវចំណែកមួយទៀតគឺ flow control គឺ make sure ថា sender ហ្នឹងគឺអត់ផ្ញើ data លឿនជាង receiver ដែលអាចទទួលបានទេបានន័យថាទំហំនៃការបញ្ជូននឹងល្បឿននៃការបញ្ជូននឹងទទួលនឹងគឺស្មើគ្នាអាចឲ្យគាត់នឹងស្មើមាត់គ្នាទទួលយកបានក្នុងរយៈពេលដែលបញ្ជូននឹងអញ្ចឹងបើបញ្ជូនទៅ10អ្នកទទួលក៏ត្រូវ10ដែរមួយទៀតគឺ stateful communication វាជាអ្នករ៉ាប់រងទៅលើការ connection state រវាង two device កំឡុងពេលដែលគាត់ធ្វើការ communication គ្នាអញ្ចឹងមុននឹង sending data TCP នឹងគាត់នឹងធ្វើការប្រើនៅ method three way handshake ដែលដើម្បីធ្វើការ communicate ទៅកាន់ source ទៅកាន់ destination SY ទីមួយគឺ SYN client នឹងត្រូវការ request ដើម្បី start communication ដោយ send hello packet បែបហ្នឹងចឹងទៅទី2 SYN acknowledgement ដែល server ហ្នឹងធ្វើការ acknowledge ហើយនឹង agree ត្រឡប់មកវិញ respond ត្រឡប់មកវិញទី3គឺ ACK ឬក៏ acknowledgement ដែល client នឹងធ្វើការ confirm នៅ connection មួយហ្នឹងអញ្ចឹងគាត់អាចតំណងគ្នាបានហើយបន្ទាប់ពី method three way handshake ហ្នឹងអញ្ចឹងចំណុចបន្តគេនឹងបង្ហាញថាតើ TCP attack ហ្នឹងវាកើតឡើងដោយបែបម៉េច
ទីមួយដែលស្រីនឹងគាត់នឹងធ្វើការ send multiple SYN request ទៅកាន់ web server ដើម្បីធ្វើឲ្យ web server នឹងមានការភ័ន្តច្រឡំថាដឹងមួយណាមួយណីបែបហ្នឹងចឹងទៅតទៅពី server ក៏ reply ត្រឡប់មកវិញជាមួយនឹង SYN acknowledgement SYN មួយហ្នឹងវាត្រូវការរងចាំហើយត្រូវបន្តមកវិញប៉ុន្តែ street actor ហ្នឹងគាត់នឹងមិន respond ទៅលើ acknowledgement មួយហ្នឹងឯងអញ្ចឹងវាធ្វើឲ្យ valid user ហ្នឹងគាត់អាច access ចូលទៅកាន់ web server ហ្នឹងបានដែរដោយសារតែវាមានhave open TCP connection ហ្នឹងច្រើនពេកបន្ទាប់មក UDP segment header and operation អញ្ចឹង UDP ហ្នឹងភាគច្រើនត្រូវបានគេប្រើប្រាស់ដោយ DNS TATP NF ហើយនិង SNMP ដែលប្រភេទនៃ UDP protocol នេះគឺវានឹងធ្វើការ communication direct ទៅតែម្ដងដែលមានការប្រើប្រាស់នៅ three way handshake ដូច TCP អីទេហើយក្នុងនេះគេបង្ហាញពី header របស់ UDP ដូចគ្នាដែលវាក៏ស្ថិតនៅក្នុង application layer របស់ data ដែរវាដូចទៅនឹង TCP ដែរគឺជាប្រភេទនៃ communication protocol ចឹងនៅក្នុង header របស់វាហ្នឹងគឺវាមាន source port ហើយនិង destination port ដែលសម្រាប់ស្គាល់ពីអ្នកផ្ញើនិងអ្នកទទួលចឹងទៅចំណុចបន្តគេនិយាយទៅដល់ទៅនឹង UDP attack អញ្ចឹងដោយសារតែ UDP ហ្នឹងអត់ត្រូវបាន protect ដោយការ encryption នៃផ្សេងៗទេដូច្នេះយើងអាចធ្វើការ add encryption ទៅលើ TCP បានប៉ុន្តែ we are available by default អញ្ចឹងហើយតមកទៀតគេថា the lack of encryption mean that anyone can see traffic change it and send it to its destination អញ្ចឹងកាលណាតែ encryption ហ្នឹងត្រូវបានបែកធ្លាយវាធ្វើឲ្យអ្នកដទៃទៀតហ្នឹងគាត់អាចតាមដានមើល traffic ឬក៏ផ្លាស់ប្ដូរ traffic អីផ្សេងៗបានមុននឹងទៅកាន់ destination ហ្នឹងគាត់អាច change អាចកែសម្រួល data របស់យើងបានហើយមួយទៀតគេថា UDP float attack អញ្ចឹងគេថា the threater ហ្នឹងវាប្រើប្រាស់ tool មួយចំនួនដូចជា UDP Unicorn ឬក៏ low orbit launch cannon ដើម្បីធ្វើការ attack មកលើ packet ដែលយើងផ្ញើហ្នឹងអញ្ចឹងអាហ្នឹងគឺវាស្តៀងទៅនឹង DOS attack របស់យើងដែរដែលវាបង្កើត traffic ជាច្រើននៅលើ segment មួយហ្នឹងហើយធ្វើឲ្យវាពិបាកក្នុងការ respond ឬក៏ unreachable message អីផ្សេងៗជាដើមចំណុចបន្ទាប់ទៀតគេនិយាយតាក់ទងទៅនឹង IP service មក ARP vulnerability គេថា host នឹងធ្វើការ broadcast ARP request ទៅកាន់ host ដទៃផ្សេងទៀតនៅលើ segment ដើម្បីកំណត់ថាតើ MAC address គឺវាត្រឹមត្រូវជាមួយនឹង particular IP address អត់អញ្ចឹងបើសិនបើ host ហើយនឹង particular IP address ហ្នឹងវា matching គ្នានៅក្នុង ARP request វានឹងអាចផ្ញើ ARP reply មកបានឆ្នៃបន្តមកទៀតគេនិយាយតាក់ទងទៅនឹង DNS attack ចឹង DNS ហ្នឹងវាជា protocol មួយដែលធ្វើការ define នៅ automate service ដែលអាចឲ្យវា match នឹង resource name ដូចជា www.cisco.com ឯផ្សេងៗជាដើមចឹងជាមួយនឹងការ require ជាមួយនឹង numeric network address ដូចជា IPv4 IPv6 address ហ្នឹងវាអាច include format សម្រាប់ query បានហើយវាក៏អាច respond ហើយនឹងទៅនឹង data ហើយនឹងប្រើប្រាស់នៅ record ប្រើប្រាស់នៅ resource record ដែលយើងហៅកាត់ថា RR ហ្នឹងដើម្បីកំណត់នៅប្រភេទនៃ DNS response បានផងដែរអញ្ចឹង security ដែលមាននៅក្នុង DNS គឺតែងតែភាគច្រើនគឺវា overlook ដែលចុះតើ DNS attack ហ្នឹងអាចកាត់ឡើងដោយដូចម្តេចខ្លះនៅក្នុងនេះក៏គេបានបញ្ជាក់ប្រាប់យើងដែរមានជាទី1 DNS open resolver attack DNS steal attack DNS domain shadowing attack និង DNS tuning attack អញ្ចឹងយើងអាចមើលលក្ខណៈមួយៗនៅ slide បន្ទាប់ដែលទី1គេនិយាយតាក់ទងទៅនឹង DNS open resolver attack ដែលវាជាប្រភេទនៃ DNS មួយដែលអាច accept the query ពី any IP address ដែលមាននៅលើ internet ហ្នឹងក្រៅចំនួនតែ only trust user បានថា IP ណាក៏គាត់ទទួលយកដែរអញ្ចឹង attacker ហ្នឹងគាត់អាចធ្វើការ exploit នៅ open DNS ទាំងអស់ហ្នឹងដើម្បី perform នៅ DDoS attack ទៅលើវាហើយប្រភេទនៅ DNS resolver ហ្នឹងក៏វាមាន3ប្រភេទសំខាន់ដែរដែលមាននៅក្នុងតារាងខាងលើហ្នឹងយើងអាចមើលតាមនឹងបានមួយទៀតតកតងទៅនឹង DNS tunneling DNS tunneling គឺជា technique មួយដែលយើងប្រើប្រាស់ DNS query ដើម្បីធ្វើការផ្ញើ data ឬក៏ transfer data ដោយ secret បានថាដោយសម្ងាត់យើងនឹងឲ្យថាធម្មតា DNS ហ្នឹងគឺវាប្រើសម្រាប់តែ domain name resolution ទេប៉ុន្តែ attacker ហ្នឹងគាត់អាចធ្វើការ encode ទៅលើ data ដែលមាននៅក្នុង DNS query នឹងបានអញ្ចឹងតាមរយៈនៅ DNS query ហ្នឹងគាត់អាចធ្វើការ encode data ហើយផ្ញើលួចទិន្នន័យនិងផ្ញើទៅកាន់ device ណាមួយដែលសម្ងាត់បានចូលដល់ចំណុចបន្ទាប់ទៀតគេនិយាយតាក់ទងទៅនឹង DHCP
ចឹងយើងថា DHCP គឺជា server dynamically ដែលវាជាអ្នកផ្ដល់នៅ IP address ទៅកាន់ client ឬក៏ទៅកាន់ device ផ្សេងៗចឹងនៅពេលដែលមាន client ឬក៏ device ណាគាត់ធ្វើការ request IP ទៅកាន់ DHCP server គាត់នឹងផ្ដល់នៅ IP ទៅឲ្យclient មួយនឹងហើយអញ្ចឹងតើវាកើតឡើងដូចម្ដេចអញ្ចឹង DHCP attack នឹងវាកើតឡើងនៅពេលដែល attacker គាត់ធ្វើការ exploit ទៅលើ DHCP process ណាគាត់ចូលទៅកាន់ DHCP process ហ្នឹងដើម្បីធ្វើការបង្អាក់ទៅលើ network ឬក៏ communication នៅផ្សេងៗចឹងវាមានច្រើនប្រភេទដូចជាទី1 DHCP spoofing attack ដែលវា occur នៅពេលដែល DHCP server ហ្នឹង connect ទៅកាន់ network ឬក៏កំពុងតែផ្ដល់ឲ្យនៅ IP configuration ទៅកាន់ client អញ្ចឹងទៅទី2គឺ wrong default gateway អញ្ចឹង threat ហ្នឹងគាត់អាចផ្ដល់នៅ invalid gateway មួយដែលថាវាមិនមែនជា gateway ត្រឹមត្រូវនឹងពិតប្រាកដឬក៏ fake IP address ទៅកាន់ host ដើម្បីបង្កើតទៅជា MITM attack បែបហ្នឹងចឹងទៅមួយទៀតគឺ wrong DNS server ដែល attacker ហ្នឹងគាត់នឹងផ្ដល់នៅ DNS server ដែលមិនត្រឹមត្រូវដើម្បីបញ្ជូន malicious នឹងទៅកាន់ user website មួយទៀតតកតងទៅនឹង wrong IP address អញ្ចឹង attacker ហ្នឹងគាត់អាចផ្ដល់នៅ invalid IP address ដូចគ្នាឬក៏ invalid IP address របស់ gateway ឬក៏ទាំងពីរអញ្ចឹងទៅដើម្បីធ្វើម៉េចបង្កើតបានទៅជាដល់ attack កំឡុងពេលដែល DHCP ហ្នឹងគាត់បញ្ជូនទៅកាន់ client ចូលដល់ចំណុចបន្តគេនិយាយតកតងទៅនឹង network security best practice ដែលគេតែងតែប្រើប្រាស់ដើម្បីការពារទៅលើផ្នែក network security ទី1គឺ network security best practice ដែលតកតងទៅនឹង confidentiality availability and integrity អញ្ចឹងគេហៅវាកាត់វាថា CAI ឬក៏ CIA ចឹងក្នុងនេះគេដាក់ថា network security គឺវានឹងធ្វើការ protect ទៅលើ information ឬក៏ information system ផ្សេងៗដើម្បីការពារទៅលើការ unauthorized access គឺថាការចូលប្រើប្រាស់ដោយគ្មានការអនុញ្ញាតឬក៏ការប្រើប្រាស់ការ change data អី modify អីផ្សេងៗជាដើមអញ្ចឹងភាគច្រើន organization ហ្នឹងគាត់ធ្វើការ follow ទៅតាម rule របស់ CIA security threat ដែលមានដូចជាទី1 confidentially បានន័យថាចំពោះឯកសារឬក៏ data មួយហ្នឹងមានតែអ្នកដែលមាន identity ច្បាស់លាស់បានថាគេអនុញ្ញាតឲ្យអ្នកនឹងទៅចូលទៅប្រើទៅគាត់អាចប្រើប្រាស់ access ចូលទៅប្រើប្រាស់បានទី2តកតងទៅនឹង integrity បានន័យថាការពារ data ហ្នឹងពីអ្នកដែលមិនអនុញ្ញាតឲ្យចូលទៅប្រើនឹងបានន័យថាការពារមិនឲ្យអ្នកផ្សេងចូលទៅមើលចូលទៅកែឲ្យបានមានតែគាត់គេមានក្នុងនេះគេមាន list control list មួយដែលអាចសរសេរថាអនុញ្ញាតថាតើឲ្យអ្នកណាខ្លះចូលទៅមើលចូលទៅកែបានឬក៏ចូលទៅ edit ឬក៏ចូលទៅធ្វើអីផ្សេងៗទៅលើឯកសារមួយនឹងបានហើយមួយទៀតគឺ availability អញ្ចឹងកន្លែងនេះគេចង់ make sure ថា data ដែលគេមានផ្ទុកហ្នឹងគឺវា available ជានិច្ចនៅពេលដែលយើងត្រូវការយកទៅប្រើប្រាស់វាមានស្រាប់សម្រាប់ឲ្យយើងយកទៅប្រើប្រាស់ចូលដល់ចំណុចបន្តគេនិយាយតកតងទៅនឹង defend in depth approach ចឹងដើម្បី make sure ថា communication រវាង public network ហើយនិង private network ហ្នឹងគឺត្រូវបាន secure វាមានភាព secure ត្រឹមត្រូវច្បាស់លាស់យើងអាចប្រើប្រាស់នៅ device មួយចំនួនដើម្បីការពារទៅលើពពួក router switch server អីផ្សេងៗរបស់យើងហ្នឹងអញ្ចឹង organization ភាគច្រើនគាត់អាចប្រើប្រាស់នៅ device មួយដើម្បី support ទៅលើប្រព័ន្ធ security ហ្នឹងដែលវាមានដូចជាពេលខ្លះវាជាអាចជា software ហើយ hardware វាអាចជា VPN ASA firewall IPS ESA WSA ឬក៏ AAA server ជាដើមដែលប្រភេទ device ទាំងអស់ហ្នឹងវានឹងធ្វើការការពារទៅលើផ្នែក internet network ដែររបស់ក្រុមហ៊ុនឬក៏ organization មួយហ្នឹងអញ្ចឹងទីមួយគេនិយាយតកតងទៅនឹង firewall អញ្ចឹងយើងដឹងថា firewall ហ្នឹងវាជា system ឬក៏ group of system មួយដែលធ្វើការ enforce ទៅលើ access control policy រវាង network វាថារវាង private network និង public network អញ្ចឹងវានឹងទៅធ្វើការតាមដានរាល់ដំណើរការរបស់ network ទាំងពីរហ្នឹងអញ្ចឹងវាអាចកំណត់ថា traffic ណាខ្លះដែលវា allow ឲ្យចូលទៅក្នុង traffic ណាខ្លះដែលវាអត់ allow ឲ្យហើយ traffic ណាខ្លះដែលវាបដិសេធបែបហ្នឹងចឹងទៅអញ្ចឹងវាតាមដានរាល់ទាំងincome traffic ហើយនិង outcome traffic ចឹងត្រូវ make sure មែនតើថាតើ traffic ណាដែលគួរត្រូវបញ្ជូនទៅក្រៅ traffic ណាដែលគួរឲ្យចូលទៅក្នុងដើម្បីជៀសវាងការ attack ពីខាងក្រៅក៏ដូចជាការពារការចែកចាយនៃទិន្នន័យឬក៏ data សំខាន់ទៅឲ្យអ្នកខាងក្រៅផងដែរមួយទៀតគេនិយាយតកតងទៅនឹង IPS ដែល IPS ហ្នឹងក៏វាស្តៀងទៅនឹង firewall ដែរដែលពាក្យពេញរបស់វាគឺ
intrusion prevention system thì tới việc tam đa runner sẽ cam một hiệp traffic bảo network nó được này bàn tay việc sẽ map prevent ban này tha và sân bà miên traffic network na châu ma quẩy sáng sái vì nên thôi ca block tờ lờ malicious activity ឬក៏ traffic មួយនឹងភ្លាមតែម្ដងអញ្ចឹងវាធ្វើការនៅក្នុង real time ដើម្បី detect ក៏ដូចជា prevent threat មុននឹងអាចឲ្យ virus ឬក៏ threat ទាំងអស់ហ្នឹងចូលមក damage ទៅលើ network ទាំងមូលបានហើយចំណុចទី10គឺតកតងទៅនឹង cryptography ចំណុចនេះគេនិយាយតកតងទៅនឹង securing communication ដែលគេនិយាយតកតងទៅនឹងប្រព័ន្ធសុវត្ថិភាពនៃការ communication រវាង device មួយចឹងទៅអញ្ចឹងក្នុងនេះគេថា organization គួរតែផ្ដល់នៅការ support ដើម្បី make sure ថា data ដែលមាននៅក្នុងក្រុមហ៊ុនឬក៏ organization ហ្នឹងគឺត្រូវបានការពារដោយ secure អញ្ចឹងការការពារនេះវាអាច include ទៅលើទាំង internal traffic និង external អញ្ចឹងការការពារអ្នកដែលនៅមិនថាទិន្នន័យដែលនៅខាងក្នុងកុំឲ្យចេញទៅក្រៅហ្នឹងគឺពិតជាសំខាន់មែនតើហើយ element សំខាន់ចំនួន4ដើម្បី secure ទៅលើ communication មានដូចជា data integrity origin authentication data confidentiality and data non repudiation ទី1តកតងទៅនឹង data integrity ដែលចំពោះចំណុចនេះដែរយើងត្រូវ make sure ថា data របស់យើងហ្នឹងគឺអត់ត្រូវបានគេចូលទៅមើល hack កំឡុងពេលដែល transmit ទេអញ្ចឹងគេអាចប្រើ technique មួយចំនួនដូចជាគេប្រើ hash function ឬក៏ checksum ដើម្បីធ្វើការ encrypt និងផ្ដល់ secure ទៅលើ data របស់យើងហ្នឹងអញ្ចឹងឧទាហរណ៍ថានៅពេលដែលយើងផ្ញើ file ហ្នឹងយើងប្រើប្រភេទ MD5 hash អញ្ចឹងអ្នកទទួលហ្នឹងក៏ត្រូវការ calculate ហើយ hash ម្ដងទៀតដែរបានន័យថានឹងដូចជាគេដាក់មកគ្នាអញ្ចឹងថាឲ្យខ្ញុំផ្ញើប្រភេទនេះអញ្ចឹងពេលដែលអ្នកឯងទទួលក៏ត្រូវទទួលតាមទម្រង់បែបប្រភេទហ្នឹងដែរទើបអាចមើលឃើញ data ហ្នឹងបានអញ្ចឹងវាអាចផ្ដល់នៅការការពារទៅលើ data ហ្នឹងបានផងដែរមួយទៀតតកតងទៅនឹង origin authentication អញ្ចឹងប្រភេទនេះគឺវានឹងធ្វើការ confirm ថា data ឬក៏ message ហ្នឹងគឺពិតជាត្រូវបាន claim ដោយ sender មែនអញ្ចឹងគេដាក់ថា XMAC គឺ calculate ដោយប្រើប្រាស់ cryptographic algorithm that combine a cryptographic hash function with a secret key and also only party who have access to that secret key can compute the digest of an HMAC function. They defeatment in the domain attack and provide authentication or data origin. ចឹងកន្លែងហ្នឹងដូចខ្ញុំនិយាយមិញចឹងគឺគេធ្វើការ encrypt data ទៅជាទម្រង់ hash function មួយដែលតតែនៅពេលដែលទៅដល់កន្លែង receiver ទើបអាច disencrypt បានអញ្ចឹងវានឹងអាចឲ្យ data យើង secure ហើយជៀសវាងពីរបៀប middleman attack ចំណុចបន្ទាប់មួយទៀតគឺគេនិយាយតកតងទៅនឹង data confidentiality ចឹង data confidentiality គេថា there are two classes of encryption វាមានពីរប្រភេទនៃការ encryption គឺទី1 symmetrical encryption and asymmetric encryption ចឹងគោលបំណងរបស់គេគឺជាការ encryption នឹងឯងតែពីរហ្នឹងវាខុសគ្នាក្នុងថា symmetric encryption ដូចជា DES ឬក៏ 3DES ឬក៏ advanced encryption standard ដែលយើងហៅកាត់ថា AES ហ្នឹងគឺវា based ទៅលើ premise នៃ communication party ដែលមានន័យថាតើតាពួកគាត់ដឹងនៅ pre-share key តែមួយបានគាត់អាចធ្វើការ encrypt និង disencrypt បានហើយមួយទៀតគេថា data confidentiality អាច also ensuring using asymmetric algorithm including reverse shamer and adamant ឬយើងហៅកាត់ថា RSA អញ្ចឹងប្រភេទ asymmetric encryption ហ្នឹងវាខុសពី symmetric encryption ត្រង់ទី1 symmetric encryption គឺវានឹងប្រើប្រាស់នៅ same key to encrypt and decrypt data បានន័យថានៅពេលដែល encrypt និង decrypt ហ្នឹងគឺប្រើប្រាស់ key លេខសម្ងាត់តែមួយដូចគ្នាមួយទៀត key length are short បានថាទំហំរបស់វាគឺតែចន្លោះពី40 bit ទៅ256 bit ទេតមកទៀតគឺវាធ្វើការ faster than asymmetric encryption អញ្ចឹងវាលឿនជាង asymmetric ហើយមួយទៀតវាតែងតែនិយមប្រើប្រាស់សម្រាប់ encrypt big data ដូចជា VPN traffic ឯជាដើមចំណែកឯ asymmetric encryption វិញទីមួយគឺវាប្រើប្រាស់នៅ different key ដើម្បី encrypt និង decrypt បានន័យថា key ដែលគេប្រើមុនដំបូងហើយនឹងចុងក្រោយហ្នឹងគឺខុសគ្នាហើយ key length វាគឺធំជាង symmetric encryption ដែលវាចន្លោះពី512 bit ទៅ4096 bit ហើយមួយទៀតគឺវាជាប្រភេទ computationally testing so វាយឺតជាង symmetric encryption
ហើយមួយទៀតវាតែងតែនិយមប្រើនៅក្នុងការផ្សាយនៅ quick data ដូចជា HTTPS នៅពេលដែលយើង access ចូលទៅក្នុង band data អីផ្សេងៗជាដើមអញ្ចឹងនេះជាលក្ខណៈខុសគ្នារវាង symmetric encryption and asymmetric encryption អញ្ចឹង symmetric encryption ហ្នឹងគឺគេប្រើនៅដូចដែលបានរៀបរាប់ខាងមុនហ្នឹងអញ្ចឹងគឺប្រើនៅ pre-share key តែមួយហើយក៏យើងក៏អាចហៅវាថាជា secret key ដែរដើម្បី encrypt និង decrypt data ដែល pre-share key ទាំងហ្នឹងវាត្រូវបានស្គាល់ដោយទាំងអ្នកផ្ញើនិងអ្នកទទួលអញ្ចឹង make sure ថានៅពេលដែលគាត់ encrypt ឬក៏ decrypt ទៅគឺប្រើវិធីតែមួយអញ្ចឹងវាអាច encrypt decrypt បានដែលភាគច្រើន symmetric encryption algorithm ហ្នឹងគេច្រើនប្រើវាជាមួយនឹង VPN traffic ដោយសារតែគេគិតថាវាជួយកាត់បន្ថយរតនាកម្ម CPU resource ហ្នឹងជាងពពួក asymmetric encryption algorithm ចឹងកំឡុងពេលដែលប្រើប្រាស់ symmetric encryption the longer the key will take for someone to discover the key សូមបានន័យថាវានឹងចាំតទៅដល់កន្លែងដែលវាដែលត្រូវអ្នកទទួលហ្នឹងបានវាអាចមើល key នឹងឃើញឬក៏មើល data នឹងឃើញបានគឺតតែជាអ្នកដែលទទួលពិតប្រាកដតែប៉ុណ្ណោះតមកទៀតតកតងទៅនឹងsymmetric encryption algorithm ដែលវាមានច្រើន algorithm ដែរមានដូចជា data encryption algorithm ឬក៏យើងហៅកាត់ថា DES 3DES ឬក៏យើងហៅកាត់ថា triple DEF advanced encryption standard software optimized encryption algorithm ហើយនិង reverse shifter series algorithm តបមក asymmetric encryption ដែលវាគេតែងតែហៅវាថាជា public key algorithm ដែលគេ design ឡើងសម្រាប់អាចឲ្យ key ដែលប្រើប្រាស់ហ្នឹងគឺវា copy key ដែលគេប្រើសម្រាប់ encrypt គឺ copy key ដែលគេ decryption de-encrypt អញ្ចឹងពពួក key ដែលគេប្រើគឺ ទាំង public key ហើយនិង private key the complementary private key is required for decryption ហើយ data ដែលគេប្រើជាមួយនឹង public key ហ្នឹងគឺ require ក៏ត្រូវ require នៅ private key ដើម្បីធ្វើការ decryption ដែរចំណាយថានៅពេលដែលគេ encrypt គេអាចប្រើ public key ប៉ុន្តែនៅពេលដែល decrypt គឺប្រើ private key វិញចឹងជាមួយគ្នានេះដែរ asymmetric algorithm ហ្នឹងគឺវាក៏ជួយទៅដល់ confidentiality authentication ហើយនិង integrity ដែរកំឡុងពេលដែលប្រើប្រាស់ហ្នឹងតែនេះគឺជាប្រភេទនៃ asymmetric encryption algorithm ដែលមានដូចជា Diffie-Hellman digital signature standard and digital signature algorithm ដែលយើងហៅកាត់ថា DSA និង DSA reverse shamir and Adornment encryption algorithm ដែលយើងហៅកាត់ថា RSA AI Jamal ហើយនិង elliptical curve technique ដែលទាំងអស់ហ្នឹងគឺជាប្រភេទនៃ asymmetric algorithm វាមានច្រើនប្រភេទសូមបន្តមកទៀតខ្ញុំនឹងលើកយកឧទាហរណ៍មួយនៅក្នុងចំណោមប្រភេទនេះមកបញ្យល់អ្នកទាំងអស់គ្នាគឺតកតងទៅនឹង Diffie-Hellman អញ្ចឹងវាជាប្រភេទមួយនៃ asymmetric mathematical algorithm ដែលគេប្រើសម្រាប់កុំព្យូទ័រពីរធ្វើការ generate identical ដែលវាធ្វើការ share នៅ secret key ដោយមិនមានការ communication before បានន័យថាវាអត់ចាំបាច់ត្រូវការមាន communication ពីមុនមកបានអាចធ្វើការ generate នៅ share key គ្នាបានទេអញ្ចឹងវាអាច share គ្នាបានដោយ automatic ហើយ the new share key is never actually exchanged between the sender and receiver អញ្ចឹងអា key ដែលគេកាត់ថ្មីហ្នឹងគឺអត់ត្រូវបានផ្លាស់ប្ដូររវាងអ្នកប្រើអ្នកទទួលអីទេគឺគេប្រើទៅតាមអីដែលមានស្រាប់ក៏មានការ exchange គ្នាទេហើយក្នុងនេះក៏គេបាន include example មួយចំនួនតាក់ទងទៅនឹង instance នៅពេលដែល DX is commonly used ទី1គឺ data exchange using IP second VPN ទី2 data គឺត្រូវបាន encrypt នៅលើ internet using នៅ SSL ឬក៏ TLS មួយទៀតគឺ SSH data គឺត្រូវបាន exchange ហើយ DX security use unbelievably large number in its calculation ហើយចុងក្រោយគេថា asymmetric key system ហ្នឹងគឺវា extremely slow ចំពោះshort នៃ bank encryption ដូច្នេះគឺវាជាប្រភេទនៃ encrypt មួយដែលគេតែងតែប្រើប្រាស់សម្រាប់ traffic ដែលប្រើប្រាស់ symmetric algorithm ដូចជា 3DF ឬក៏ AEF ហើយបន្ទាប់មកគេនឹងប្រើប្រាស់ DX algorithm ដើម្បីបង្កើត key ដែលនឹងប្រើប្រាស់កំឡុងពេល encryption algorithm ផងដែរតបមកគេក៏មានលើកឧទាហរណ៍ដើម្បីបញ្យល់យើងផងដែរដែលគេថាពណ៌ទាំងអស់ដែលមាននៅក្នុង figure ខាងស្ដាំហ្នឹង
គឺនឹងត្រូវប្រើប្រាស់ដោយចំនួនទៅដោយលេខឬក៏ key ដែលយើងនឹងត្រូវប្រើនឹងអញ្ចឹងគេគ្រាន់តែលើកពណ៌ហ្នឹងតំណាងឲ្យលេខ key នឹងអញ្ចឹងទៅអញ្ចឹងគឺជាការតំណែងគ្នារវាង Ellie និង Bob ដែលគេថា DA key នឹងធ្វើការ exchange begin ជាមួយនឹង Ellie និង Bob agreeing on an ability common color that do not need to keep secret អញ្ចឹងគាត់ប្រើប្រាស់នៅ public key ដែលយើងអាចមើលឃើញហ្នឹងអញ្ចឹងដំបូងឡើយពួកគាត់នឹងធ្វើការជ្រើសរើសយក public key មួយដូចគ្នាដែល public key នេះគឺជាពណ៌លឿងអញ្ចឹងពួកគាត់ជ្រើសរើសយកពណ៌លឿងហ្នឹងសម្រាប់ជា public key សម្រាប់ពួកគាត់ទាំងពីរហើយបន្តមកទៀតគឺពួកគាត់ជ្រើសរើសពណ៌ secret key មួយដែលខ្លួនឯងដែលអត់មានប្រាប់គ្នាទេដោយ Ellie គាត់ជ្រើសរើសយកពណ៌ក្រហមហើយ Bob គាត់ជ្រើសរើសយកពណ៌ខៀវហើយបន្ទាប់មកគាត់ក៏នឹងធ្វើការបូក public key ហើយនឹង private key នឹងចូលគ្នាហើយពួកគាត់ក៏បានរីសាល់ម្នាក់មួយអញ្ចឹងបន្ទាប់ពីពួកគាត់បានរីសាល់ហើយគាត់នឹងធ្វើការ exchange រីសាល់ឲ្យគ្នាទៅវិញទៅមកដោយរីសាល់របស់ Ellie គឺពណ៌ទឹកក្រូចហើយរីសាល់របស់ Bob គឺពណ៌បៃតងអញ្ចឹងគាត់ exchange គ្នាហើយបន្ទាប់មកយកទៅបូកជាមួយនឹង private key ដែលពួកគាត់បាន select រៀងៗខ្លួនហ្នឹងហើយក៏កើតបានទៅជារីសាល់មួយដែលជាពណ៌ brown អញ្ចឹងយើងឃើញថាទោះបីជា private key របស់ពួកគាត់ជាពណ៌អីក៏ដោយប៉ុន្តែបើសិនបើគាត់មាន public key រួមគ្នារីសាល់គាត់ប្រកាសជាអាចបានដូចគ្នាចឹងចំណុចនេះគេគ្រាន់តែគេចង់លើកឧទាហរណ៍ដោយ compare រវាង private key ហើយ public key ឲ្យយើងតែប៉ុណ្្នឹងទេបើយើង compare ជាមួយ real world ដែលគេប្រើ default ហើយមែនវិញគឺយើងឃើញថាវាដូចជាការកណនាលេខចឹងឧទាហរណ៍ថាយើងឲ្យម្នាក់មនុស្សពីរនាក់គាត់ជ្រើសរើសលេខមួយរួមគ្នាហើយបន្ទាប់មកទៀតពួកគាត់រើសលេខទីពីក្នុងចិត្តដោយខ្លួនឯងហើយនៅពេលដែលយើងបុកដកគុណចែកចុះឡើងទៅនោះពួកគាត់នៅតែបានរីសាល់មួយដោយខ្លួនឯងដែរទេរីសាល់រួមគ្នាដែរទេអញ្ចឹងចំណុចហ្នឹងគេចង់ប្រាប់តែប៉ុណ្្នឹងអញ្ចឹងការ presentation របស់ខ្ញុំក៏បានមកដល់ទីបញ្ចប់ដែរអរគុណដល់លោកគ្រូនិងអ្នកនរគ្នាសម្រាប់ការស្ដាប់ការ presentation មួយនេះអញ្ចឹងតាមជួបគ្នានៅក្នុង module ក្រោយៗទៀតអរគុណច្រើន